ការពីថ្ងៃពុធសប្តាហ៍នេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមថានឹងធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្មសកលកាន់តែខ្លាំងជាមួយនឹងការយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុបខណៈដៃគូពាណិជ្ជកម្មសំខាន់របស់អាមេរិកបាននិយាយថាពួកគេនឹងសងសឹកចំពោះរបាំងពាណិជ្ជកម្មដែលលោកត្រាំដាក់ចេញរួចហើយនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រស្ពតទី13ខែមីនាឆ្នាំ2025ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធគយ 25% លើការនាំចូលដែកថែបនិងអាលុយមីញ៉ុមមកកាន់សហរដ្ឋអាមេរិកបានចូលជាធរមានលោកត្រាំនិយាយថាលោកនឹងចាត់វិធានការថែមទៀតប្រសិនបើអនុវត្តផែនការប្រឆាំងនឹងទំនិញមួយចំនួនរបស់អាមេរិកវិញនៅខែក្រោយលោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសិទ្ធវិមានថាអ្វីក៏ដោយដែលពួកគេចោទប្រកាន់យើងនឹងគិតការប្រាក់ចំពោះពួកគេវិញកាណាដាដែលជាអ្នកផ្គត់ផ្គង់ដែកថែបនិងអាលុយមីញ៉ុមដ៏ធំបំផុតដល់សហរដ្ឋអាមេរិកបានប្រកាសពន្ធសងសឹក 25% លើលោហៈធាតុទាំងនោះរួមជាមួយនឹងកុំព្យូទ័រឧបករណ៍កីឡាក៏ដូចជាផលិតផលផ្សេងទៀតមានតម្លៃសរុប $2000 លានកាណាដាក៏បានដាក់ពន្ធដែលមានតម្លៃប្រហាក់ប្រហែលគ្នាលើទំនិញអាមេរិករួចហើយនៅក្នុងការឆ្លើយតបនឹងការដាក់ពន្ធរបស់លោកត្រាំផងដែរគូបញ្ជាក់ថាវិធានការដាក់ពន្ធគយរបស់លោកត្រាំបានធ្វើឲ្យអ្នកវិនិយោគអ្នកប្រើប្រាស់និងទំនុកចិត្តអាជីវកម្មមានភាពរង្គោះរង្គើហើយបង្កើនការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ច